បារម្ភអីនិយាយមែនទេនេះតានតឹងជាងខ្ញុំចរចាគម្រោង$1000 លានទៀតខ្លាចអីកូនស្រីមិនស៊ីអញទេប៉ាម៉ាក់អូនត្រឡប់មកវិញហើយក្មេងរពឹសមកវិញហើយប៉ាថ្ងៃនេះត្រឡប់មកលឿនម្លេះព្រះអាទិត្យរះពីទិសខាងលិចហើយគ្មានធំគ្មានតូចសោះមានរឿងអីពីមុនកូនថាចង់បានប្អូនប្រុសប្អូនស្រីនៅចង់ទេតែម៉ាក់ឈឺណាស់មានកូនទាំងប៉ាម៉ាក់មិនខ្លាចទេពេលម៉ាក់សម្រាលកូនមានប៉ានិងពេទ្យគិលានុបដ្ឋាយិកាជួយយើងរួមគ្នាជួយម៉ាក់បានទេបានខ្ញុំទៅចាក់ទឹកឲ្យម៉ាក់បានក្នុងពោះម៉ាក់មានកូនតូចហើយមែនទេអញ្ចឹងខ្ញុំអាចស្ទាក់គាត់បានទេពិតជាបានម៉ាក់មិនខ្ញុំអត់មានអារម្មណ៍អីសោះគាត់នៅតូចពេករងចាំប៉ុន្មានខែទៀតទើបមានអារម្មណ៍បានពេលមានប្អូនប្រុសប្អូនស្រីហើយប៉ាម៉ាក់នឹងលែងស្រឡាញ់ខ្ញុំហើយមែនទេកូនគឺជាកូនដែលប៉ាម៉ាក់ស្រឡាញ់បំផុតជានិច្ចប្អូនប្រុសប្អូនស្រីក៏នឹងស្រឡាញ់កូនដែរខ្ញុំក៏នឹងស្រឡាញ់ប្អូនប្រុសប្អូនស្រីដែរហើយនឹងនាំគាត់ទៅញ៉ាំអាហារឆ្ងាញ់ទៅមានឆ្អឹងជំនីជ្រូកកំពុងជូរអែមយេនៅតែលួងលោមក្នុងដៃប៉ាទៀតខ្ញុំវិញសង្ឃឹមថាគាត់អាចនៅក្នុងដៃខ្ញុំបែបនេះស្អិតជាប់នឹងខ្ញុំអស់មួយជីវិតយ៉ាងហោចណាស់ឥឡូវនេះគឺបែបហ្នឹង